រូបមន្តប្រឡាក់ឆ្អឹងជំនីកូននេះអាចរកចំណូលចូលគ្រួសារបានណាអាចរៀនហើយយកធ្វើលក់ឬក៏ធ្វើទុកញ៉ាំប្រចាំគ្រួសារក៏បានដែរនិយាយទៅបរិមាណខាំក្រាមប្រពន្ធខ្ញុំលំអិតជូនទាំងអស់អូរសជាតិឆ្ងាញ់ណាកុំភ្លេចតាមដានទាំងអស់គ្នាក្បួនប្រឡាក់ឆ្អឹងជំនីកូននេះបងប្អូនអាចប្រឡាក់លក់ក៏បានប្រឡាក់ទុកញ៉ាំក្នុងក្រុមគ្រួសារក៏បានដែរហើយចំពោះឆ្អឹងជំនីកូនដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើ2គីឡូចំពោះទឹកប្រឡាក់សាច់ហ្នឹងស្ករស60ក្រាមប៊ីចេង20ក្រាមម្សៅស៊ុប50ក្រាមទឹកស៊ីអ៊ីវ60ក្រាមទឹកត្រី100ក្រាមប្រេងខ្យង60ក្រាមស្ករត្នោតហ្នឹង150ក្រាមហើយចំពោះម្ទេសហុយហ្នឹងបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តហើយចំពោះការប្រឡាក់ឆ្អឹងជំនីរបស់ខ្ញុំហ្នឹងខ្ញុំមានថែមជាមួយនឹងទឹកគ្រឿងកិនខ្មែររបស់យើងដែរយើងច្របាច់ទឹកគ្រឿងរបស់យើងចូលហើយចាំយើងចាក់ជាមួយនឹងទឹកប្រឡាក់សាច់របស់យើងចូលហើយច្បល់ចូលគ្នាសព្វហើយខ្ញុំទុករយៈពេល1ម៉ោងសិនដើម្បីឲ្យចូលជាតិហើយបន្ទាប់ពី1ម៉ោងហ្នឹងហើយចាំយើងយកទៅដាក់ហាលហើយថ្ងៃនេះដែរមកសូមណែនាំជាមួយនឹងម៉ាស៊ីនអាំងសាច់និងម៉ាស៊ីនកិន Ninja Food D ដែលម៉ាស៊ីនអាំងសាច់ Ninja Food D Smart XL គ្រានេះមានមុខងារច្រើនណាស់ដែលអាចជំនួសឲ្យជាមួយនឹងម៉ាស៊ីនអាំងធ្យូងរបស់យើងបានណាដែលម៉ាស៊ីនអាំងនេះយើងអាចយកទៅដុតនំក៏បានសម្ងួតក៏បានធ្វើជា air fryer ក៏បានដែរហើយគេមានសភៅមុខម្ហូបឲ្យយើងធ្វើទៀតហើយសំខាន់ណាស់គេមានដែកមួយសម្រាប់ឲ្យយើងតេស្តក្នុងករណីយើងចង់អាំង steak អាំងអីគឺអាចតេស្តមើលដឹងបានតែយើងចង់អាំងជា medium rare អីក៏បានដែរហើយនៅលើម៉ាស៊ីនណាគេមាន function ច្រើនណាស់បើបងប្អូនអាំង steak វិញបងប្អូនចង់ញ៉ាំ medium rare សិតតែ medium rare មកចេញសាច់យើង medium rare ហើយនេះខ្ញុំអាំងជាមួយនឹងឆ្អឹងជំនីគោរបស់យើងខ្ញុំសិតជា well មកគឺឆ្អិនល្អហ្មងហើយបងប្អូនចង់អាំងត្រីអាំងបន្លែអាំងសាច់អីផ្សេងក៏បានដែរនៅលើម៉ាស៊ីនហ្នឹងគឺគេមានមុខងារឲ្យយើងសិតហើយម៉ាស៊ីននេះងាយស្រួលក្នុងការលាងសម្អាតទៀតមានតែម៉ាស៊ីននេះមួយគឺងាយស្រួលហ្មងចង់អាំងអីក៏បានដែរដូចខ្ញុំអញ្ចឹងគឺអាំងឆ្អឹងជំនីគោញ៉ាំក្តៅអូយនិយាយថាតំណងណាស់ហើយបើបានញ៉ាំជាមួយនឹងបុក7ខ្ចីទៀតអូយមេឃភ្លៀងតិចញ៉ាំឆ្អឹងជំនីគោបុក7ខ្ចីបាយដឹងតែអស់2-3ចានណាអូដាក់មកនិយាយថាតំណងណាស់ហើយនិយាយថារូបមន្តប្រឡាក់ឆ្អឹងជំនីគោនេះបងប្អូនធ្វើហើយអាចយកទៅលក់ក៏បានធ្វើញ៉ាំជុំគ្រួសារក៏បានដែរហើយចង់ឲ្យចម្អិនមកវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ